sebelum kematian yang kuburan Bapak. Langsung melurusសួស្តីអ្នកទាំងអស់គ្នាថ្ងៃនេះ admin នាំយកសាច់រឿងបែបរន្ធត់ញាក់សាច់របស់ Indonesia ថ្មីមួយលើកយកមកធ្វើការសម្រាយជូនអ្នកទាំងអស់គ្នាទស្សនាដោយសាររឿងមួយនេះគឺនិយាយអំពីអបិយជំនឿរបស់ប្រជាជន Indonesia ដែលរស់នៅក្នុងតំបន់មួយកន្លែងដែលគេជឿជាក់ថារាល់ពេលសមាជិកគ្រួសាររបស់គេណាម្នាក់ដែលបានស្លាប់នៅក្នុងថ្ងៃអង្គារគ្លីវូនោះមានន័យថាគឺជាថ្ងៃដ៏អាក្រក់ដូច្នេះពួកគេគឺត្រូវតែធ្វើពិធីដើម្បីការពារកុំឲ្យវិញ្ញាណអ្នកដែលបានស្លាប់ទៅនោះនឹងត្រឡប់មកយកសមាជិកគ្រួសារទៅជាមួយដែរដោយពួកគេធ្វើពិធីបោកច័ន្ទនៅតាមផ្លូវឬក៏បោកកាក់រហូតដល់កន្លែងបញ្ចុះសពដើម្បីការពារឬក៏បញ្ជៀសពីការត្រឡប់មកវិញដើម្បីយកសមាជិកគ្រួសារទៅជាមួយដែរដូច្នេះដើម្បីចង់ដឹងថាតើរឿងរ៉ាវអបិយជំនឿមួយនេះពិតជាកើតឡើងពិតមែនឬក៏អត់ហើយតើការដែលធ្វើពិធីមួយនេះគឺពិតជាអាចការពារសមាជិកគ្រួសាររបស់ពួកគេបានពិតមែនឬក៏អត់មានតែទៅទស្សនានៃការសម្រេចសាច់រឿងរបស់ admin ទាំងអស់គ្នានៅពេលនេះតែម្ដងទៅដែលផ្ដើមនៃសាច់រឿងដំបូងហ្នឹងគឺគេកំពុងតែធ្វើពិធីមួយគឺដើម្បីបញ្ជៀសពីការស្លាប់របស់មនុស្សពីរនាក់ដោយពិធីមួយនេះគឺធ្វើដោយគ្រូអាគមស្រីម្នាក់គាត់កំពុងតែព្យាយាមជួយសង្គ្រោះជីវិតរបស់ពួកគេទាំងពីរនាក់នឹងឯងដោយពិធីមួយនេះមើលទៅពិតជាសាហាវឃោរឃៅខ្លាំងមែនទែនប៉ុន្តែមើលទៅខាងស្រីហាក់ដូចជាមិនអាចទ្រាំបានជាមួយនឹងការធ្វើពិធីបែបនេះឡើយហើយសាច់រឿងក៏បានកាត់មកដល់ពេលវេលា6ថ្ងៃមុនពេលដែលរឿងរ៉ាវត្រូវបានកើតឡើងគឺមានបរិមម្នាក់គាត់មានឈ្មោះថាលោកម៉ាល់គាត់គឺជាម្ចាស់ចំការកៅស៊ូមួយកន្លែងប៉ុន្តែគាត់មើលទៅដូចជាមានភាពសាមញ្ញជាខ្លាំងមនុស្សជាច្រើនគឺចូលចិត្តនិងគោរពស្រឡាញ់ទៅលើគាត់ថ្ងៃនេះគាត់បានមកទិញម្ហូបដោយផ្ទាល់ដោយសារតែគាត់មានអារម្មណ៍ល្អព្រោះតែកូនរបស់គាត់នឹងចិត្តបញ្ចប់ការសិក្សាហើយគាត់ក៏បានជិះមកដល់កាត់ចំការកៅស៊ូរបស់គាត់ដូច្នេះលោកមេភូមិគាត់ក៏បានសួរនាំអំពីបទពិសោធន៍និងតិចនិចនៅក្នុងការធ្វើចំការកៅស៊ូដ៏ល្អរបស់គាត់ប៉ុន្តែគាត់ប្រាប់ថាថ្ងៃនេះគាត់មានការប្រញាប់មិនបាននិយាយច្រើននោះទេប៉ុន្តែនៅពេលដែលជិះម៉ូតូត្រឡប់មកផ្ទះវិញប៊ីតែនឹងត្រូវបានរថយន្តបោកគាត់ពីក្រោយថែមទៀតហើយនៅពេលដែលគាត់មកដល់ផ្ទះគាត់ក៏បានជួបជាមួយនឹងយ៉ាន់ដាដែលជាកូនប្រុសរបស់គាត់ចង់ឲ្យយ៉ាន់ដាបន្តសិក្សានៅសាកលវិទ្យាល័យប៉ុន្តែយ៉ាន់ដាគឺគេមិនចង់នោះទេគឺគេចង់មើលចំការបន្តពីឪពុករបស់គេហើយម្នាក់ស្រីនេះវិញគឺជាក្មួយរបស់គាត់ដែលមកនៅជាមួយនឹងបម្រើការងារនៅក្នុងផ្ទះរបស់គាត់នឹងឯងលុះដល់ពេលវេលាយប់ឡើងហ្នឹងគាត់ក៏បាននិយាយជាមួយនឹងប្រពន្ធរបស់គាត់ពាក់ព័ន្ធជាមួយនឹងយ៉ាន់ដាគាត់ចង់ឲ្យកូនប្រុសរបស់គាត់បន្តរៀននៅសាកលវិទ្យាល័យប៉ុន្តែប្រពន្ធបានប្រាប់ថាកុំបង្ខំគេអីបើសិនជាគេមិនចង់នៅក្នុងយប់នោះនៅពេលដែលគាត់កាន់ពែងកាហ្វេហ្នឹងគាត់ក៏បានធ្វើវាធ្លាក់បែកដោយសារតែគាត់មានអារម្មណ៍ថាគាត់មានអារម្មណ៍ចុកដើមទ្រូងជាខ្លាំងដូច្នេះប្រពន្ធរបស់គាត់បានប្រាប់ឲ្យគាត់ចូលទៅសម្រាកព្រោះថ្ងៃស្អែកគឺត្រូវជាថ្ងៃដែលពួកគេត្រូវអបអរសាទរកូនស្រីរបស់គេម្នាក់ទៀតដែលទើបតែនឹងបញ្ចប់ការសិក្សាថ្មីលុះដល់ពេលវេលាព្រឹកប្រហៀមចូលមកដល់នៅពេលដែលគាត់ចូលទៅមុជទឹកដើម្បីត្រៀមខ្លួនទៅអបអរសាទរនៃការបញ្ចប់ការសិក្សាកូនស្រីរបស់គាត់នោះគាត់បានបើកទឹកក្តៅដើម្បីមុជប៉ុន្តែសក់ដើមទ្រូងរបស់គាត់ក៏ចាប់ផ្ដើមឈឺខ្លាំងម្ដងទៀតដែលជាហេតុធ្វើឲ្យគាត់ស្ទើរតែទ្រាំមិនបានចំណែកឯម៉ាស៊ីនទឹកក្តៅវិញបែរជាអាឬធ្វើឲ្យទឹកក្តៅខ្លាំងយកទៅមែនតែនហើយមានចរន្តអគ្គិសនីគឺមកតាមទឹកនឹងថែមទៀតប៉ុន្តែលោកម៉ាល់គឺគាត់មិនបានដឹងនោះទេហើយនៅទីបំផុតគាត់ក៏ត្រូវបានឆក់ស្លាប់ភ្លាមតែម្ដងដោយចំថ្ងៃអង្គារគ្លីវូគឺជាថ្ងៃដែលមិនល្អមួយបន្ទាប់ពីទទួលបានដំណឹងថាឪពុករបស់ខ្លួនស្លាប់ណូរីនាងបានប្រញាប់ត្រឡប់មកផ្ទះវិញនៅក្នុងឈុតសម្លៀកបំពាក់ទទួលសញ្ញាបត្ររបស់នាងហើយនាងក៏បានសម័យឃើញនៅពេលដែលនាងនៅតូចហ្នឹងគឺនាងមានបំណងប្រាថ្នាចង់ធ្វើជាវិស្វករចំណែកឯបងប្រុសរបស់នាងដែលមានឈ្មោះថាស៊ីសាហ្នឹងគាត់ត្រូវបានរៀនចប់និងធ្វើជាវិជ្ជបណ្ឌិតម្នាក់ប៉ុន្តែបន្ទាប់ពីទទួលបានដំណឹងថាពុករបស់ខ្លួនស្លាប់គាត់ក៏បានវិលត្រឡប់មកផ្ទះវិញគ្រប់គ្នាពិតជាមានការសោកសៅជាខ្លាំងព្រោះតែគាត់បែរជាស្លាប់ដោយបដិវេហេតុបែបនេះធ្វើឲ្យពួកគេគឺមិនអាចទទួលយកបាននោះទេជាពិសេសគឺជាប្រពន្ធរបស់គាត់អ្នកស្រីរ៉ាមីចំណែកឯបរិសម្នាក់នេះវិញគាត់គឺត្រូវជាប្អូនថ្លៃរបស់លោកម៉ាល់ងាកមកកាន់ណូរីនៅវិញនៅពេលដែលលើសំឡេងប្រកែកគ្នានៅខាងក្រៅនាងក៏បានចេញទៅមើលគឺជាលោកមេភូមិបានប្រាប់ថាការស្លាប់នៅក្នុងថ្ងៃអង្គារគ្លីវូបែបនេះគឺត្រូវតែធ្វើពិធីបោកចានរបស់អ្នកប្រើប្រាស់ដើម្បីការពារកុំឲ្យគេមកយកជីវិត
របស់សមាជិកគ្រួសារប៉ុន្តែសេសាដែលជាវិជ្ជបណ្ឌិតនឹងគឺគាត់មិនជឿទៅលើរឿងរ៉ាវទាំងអស់នឹងនោះទេគាត់បានធ្វើការបដិសេធមិនព្រមធ្វើពិធីនេះឡើយទោះបីជាត្រូវបានពួកគេបញ្ចុះបញ្ចូលយ៉ាងណាក៏ដោយគាត់គិតថាវាគ្រាន់តែជារឿងឈួតឡប់តែប៉ុណ្ណោះបើសិនជាពួកគេចង់ធ្វើក៏ធ្វើទៅប៉ុន្តែកុំរំខានគាត់ជាមួយនឹងម្ដាយរបស់គាត់អីនៅទីបំផុតពួកគេពីរនាក់បងប្អូនគឺបានធ្វើពិធីបោកចានដែលជាចានរបស់អ្នកស្លាប់ធ្លាប់ប្រើប្រាស់ព្រមទាំងបានដាក់កាក់នៅក្នុងកំប៉ុងផងដែរដើម្បីបាចនៅតាមផ្លូវហើយនៅពេលដែលពួកគេចែកចានទៅឲ្យម្ដាយដើម្បីបោកតាមផ្លូវនោះស្រាប់តែគាត់មានអារម្មណ៍ដូចជាមិនស្រួលខ្លួនទោះតែសោះដូច្នេះបងប្រុសដែលមានឈ្មោះថាស៊ីសានបានប្រាប់ថាបើសិនជាគាត់មិនអាចធ្វើបាននោះទេមិនបាច់ចាំធ្វើទេទុកឲ្យពួកគេពីរនាក់ជាអ្នកធ្វើទៅចោះចឹងពិធីមួយនេះគឺធ្វើតែពីរនាក់បងប្អូនតែប៉ុណ្ណោះទី1គឺបោកចានទី2គឺបោកកាក់តាមផ្លូវរហូតដល់កន្លែងបញ្ចុះសពនៅពេលដែលដល់កន្លែងបញ្ចុះសពពួកគេក៏ចាប់ផ្ដើមរៀបចំបញ្ចុះសពទៅតាមប្រពៃណីរបស់ពួកគេគឺដូចជាធម្មតាចំណែកឯប្រពន្ធរបស់គាត់បានយំសោកបោកខ្លួនជាខ្លាំងចង់ឲ្យប្តីរបស់គាត់មកយកគាត់ទៅជាមួយដែរចំណែកឯកូនរបស់គាត់បាននាំគ្នាព្យាយាមចាប់ដើម្បីកុំឲ្យម្ដាយរបស់ខ្លួនលោតចូលទៅក្នុងរណ្ដៅមួយនោះហើយពិធីបញ្ចុះសពក៏ត្រូវបានបញ្ចប់នៅយប់ថ្ងៃទី1នៅពេលដែលពួកគេកំពុងតែសូត្រធម៌នៅក្នុងពិធីបុណ្យសពមួយនេះស្រាប់តែអ្នកស្រីរ៉ាមីគាត់បានឮសំឡេងប្តីរបស់គាត់នឹងហៅគាត់ដូច្នេះគាត់ក៏បានដើរកាន់ទៀនមួយចេញទៅរកតាមសំឡេងនោះគាត់គិតថាជាប្តីរបស់គាត់បានហៅគាត់នឹងឯងប៉ុន្តែនៅពេលដែលគាត់ព្យាយាមស្វែងរកគឺរកមិនឃើញទាល់តែសោះគាត់បានស្រែកយំរហូតធ្វើឲ្យឮទៅដល់គ្រប់គ្នាដែលកំពុងតែសូត្រធម៌នៅទីនេះប៉ុន្តែសេសាបានប្រាប់ថាមិនអីនោះទេម្ដាយរបស់គាត់កំពុងតែពិបាកចិត្តអញ្ចឹងឯងពេលនោះណូរីជាមួយនឹងអាចាំងក៏បានមកនាំគាត់ចូលទៅក្នុងបន្ទប់ដើម្បីសម្រាកព្រោះអីពួកគេដឹងថានៅពេលនេះគាត់កំពុងតែពិបាកចិត្តជាខ្លាំងដោយសារតែការបាត់បង់ប្តីជាទីស្រឡាញ់របស់គាត់ដូច្នេះណូរីក៏បានដេកសម្រាកនៅក្នុងបន្ទប់ដើម្បីកំដរម្ដាយរបស់ខ្លួនលុះដល់ម៉ោងប្រមាណជាង12យប់ណូរីក៏បានភ្ញាក់ដឹងខ្លួនឡើងគឺដោយសារតែរូបថតគ្រួសារនឹងត្រូវបានដួលផ្កាប់ដោយមិនដឹងពីមូលហេតុពេលនោះនាងក៏បានរើសវាយកមកដាក់ដូចដើមវិញបន្ទាប់មកនាងក៏បានចេញដើម្បីចូលទៅក្នុងបន្ទប់របស់នាងប៉ុន្តែសុកនាងដូចជាបានលើសំឡេងថាមានមនុស្សកំពុងតែញ៉ាំអ្វីនៅក្នុងផ្ទះបាយប៉ុន្តែនៅពេលដែលនាងចូលទៅមើលដូចជាមិនបានឃើញអ្វីទាំងអស់ហើយនៅពេលដែលនាងចេញមកវិញទៀនក៏ស្រាប់តែត្រូវបានរលត់ទាំងដែលអត់មានខ្យល់សូម្បីតែបន្តិចប៉ុន្តែវាបែរជារលត់ដោយខ្លួនឯងធ្វើឲ្យនាងរៀងឆ្ងល់ដែរយ៉ាងណាក៏ដោយក៏នាងបានដើរចូលទៅក្នុងបន្ទប់ម្ដាយរបស់នាងវិញប៉ុន្តែពេលនោះនាងបែរជាបានឮសំឡេងដូចជាមានមនុស្សនៅក្នុងបន្ទប់ទឹកតាមពិតគឺជាចន្ទាសោះធ្វើឲ្យនាងភ័យជាខ្លាំងបន្ទាប់មកនាងក៏បាននិយាយអំពីរឿងរ៉ាវម្ដាយរបស់នាងប្រាប់ថាគាត់បានឮសំឡេងឪពុករបស់ពួកគេនៅក្នុងផ្ទះមួយនេះហើយក៏បាននិយាយអំពីការធ្វើពិធីបោកចាននិងបោកកាក់ផងដែរប៉ុន្តែបែរជាត្រូវបានបងប្រុសរបស់ពួកគេនឹងឈ្មោះថាសេសាស្ដីឲ្យទៅវិញលុះព្រឹកថ្ងៃទី2ក៏បានចូលមកដល់នៅពេលដែលណូរីចូលមកក្នុងបន្ទប់ដើម្បីរកម្ដាយរបស់ខ្លួនគឺមិនបានឃើញគាត់គេងនៅក្នុងបន្ទប់នោះទេដូច្នេះនាងក៏បានដើរទៅរកគាត់គ្រប់ទីកន្លែងព្រមទាំងបានសួរបងប្រុសរបស់នាងផងដែរប៉ុន្តែក៏នៅតែមិនឃើញលុះដល់ពេលដែលនាងចេញមកដល់ខាងក្រៅស្រាប់តែឃើញថាគាត់កំពុងតែដេកនៅលើផ្លូវទៅវិញស្របពេលនោះមានរថយន្តមួយគ្រឿងកំពុងតែបើកសម្ដៅមកថែមទៀតប៉ុន្តែគឺសំណាងល្អត្រូវបានសេសានឹងរត់ទៅចេញទាន់ពេលវេលាហើយក៏បានជួយទាញគាត់ត្រឡប់ចូលទៅក្នុងផ្ទះវិញប៉ុន្តែមុនពេលដែលពួកគេបំរុងនឹងចូលទៅក្នុងផ្ទះលោកមេភូមិបានចាប់ដៃយ៉ាងដាជាប់នឹងនិយាយអំពីរឿងមួយហើយនៅពេលដែលពួកគេនាំគាត់ចូលមកក្នុងបន្ទប់វិញគាត់ក៏បានចាប់ដៃពួកគេជាប់និងប្រាប់ពួកគេអំពីរឿងមួយគាត់ប្រាប់ថាគាត់នឹងទៅនៅជាមួយនឹងឪពុករបស់ពួកគេហើយគាត់ក៏នឹងយកពួកគេទៅជាមួយផងដែរលុះដល់ពេលយប់ឡើងពួកគេក៏បាននិយាយគ្នាពាក់ព័ន្ធជាមួយនឹងរឿងនៃការធ្វើពិធីបោកចានបោកកាក់នោះប៉ុន្តែសេសានៅតែមានការប្រកែកឆ្លោះគ្នាជាមួយនឹងយ៉ាន់ដាព្រោះឯគាត់មិនជឿរឿងរ៉ាវពីជំនឿទាំងអស់នឹងនោះទេដូច្នេះពេលវេលាព្រឹកនៃថ្ងៃទី3ក៏បានចូលមកដល់ម្ដាយរបស់ពួកគេនឹងគាត់ក៏បាននិយាយអំពីឪពុករបស់ណូរីប្រាប់ទៅកាន់ណូរីថាគាត់ពិតជាចង់ទៅឃើញកូនស្រីរបស់ខ្លួននឹងទទួលសញ្ញាបត្រខ្លាំងណាស់កំពុងតែនិយាយគ្នានឹងក៏ស្រាប់តែសេសាបានមកដល់នឹងប្រាប់ថាថ្ងៃស្អែកគាត់នឹងចេញត្រឡប់ទៅវិញហើយព្រោះតែខាងមន្ទីរពេទ្យត្រូវការគាត់ដូច្នេះគាត់ក៏បានអនុញ្ញាតឲ្យកូនប្រុសទៅលុះដល់ពេលយប់ឡើងនៅពេលដែលអ្នកស្រីរ៉ាមីគាត់កំពុងតែធ្វើការអធិដ្ឋាននោះស្រាប់តែគាត់មានអារម្មណ៍ថាទង្ហើលនៅលើក្បាលរបស់គាត់ដូចជាមានបញ្ហាដូច្នេះបន្ទាប់ពីការបញ្ចប់នៃការអធិដ្ឋានរបស់គាត់ហើយគាត់ក៏បានងើបឡើងដើម្បីបិទទង្ហើលនោះតែម្ដងទៅប៉ុន្តែគាត់ពិតជាឆ្ងល់ខ្លាំងមែនទែនព្រោះតែទង្ហើលនេះគាត់បែរជាមិនអាចបិទបានទាល់តែសោះដូច្នេះគាត់គិតថាមើលទៅវាខូចបាត់ទៅហើយគាត់បានស្រែកប្រាប់កូនប្រុសរបស់គាត់
បន្ទាប់មកគាត់បានឮសំឡេងនៅខាងក្រៅដូច្នេះគាត់ក៏បានលួចមើលប៉ុន្តែបែរជាមិនបានឃើញអ្វីទាំងអស់ផ្ទុយទៅវិញបងអួយនៅក្នុងបន្ទប់របស់គាត់បែរជាបើកខ្លាំងដោយខ្លួនឯងដូច្នេះគាត់ក៏បានទៅមើលដោយសារតែភ័យពេកគាត់ក៏បានផ្ងាមកក្រោយវិញស្របពេលដែលដង្ហើមនោះគឺត្រូវបានដាច់ធ្លាក់ចំគាត់តែម្ដងដូច្នេះដង្ហើមនោះគឺបានវាយចំមុខរបស់គាត់ឡើងខ្ទេចខ្ទីអស់រលីងនៅទីបំផុតអ្នកស្រីរ៉ាមីក៏ត្រូវបានស្លាប់បាត់បង់ជីវិតតាមប្តីរបស់គាត់ដែលជាហេតុធ្វើឲ្យកូនពិតជាមានការសោកសៅជាខ្លាំងម្ដងទៀតចំណែកលោកមេភូមិក៏បានហៅយ៉ាន់ដាដើម្បីទៅនិយាយជាមួយថាហើយរបស់ពួកគេស្លាប់គឺពិតជាត្រូវបានវិញ្ញាណឪពុកមកយកពិតមែនដូច្នេះគាត់ក៏បានឲ្យអាសយដ្ឋានរបស់គ្រូអាគមដ៏ខ្លាំងពូកែម្នាក់ដើម្បីឲ្យយ៉ាន់ដាទៅកាន់ទីនោះដើម្បីឲ្យគ្រូអាគមនោះជួយដល់ពួកគេព្រោះថានៅមានសេសាបងប្រុសរបស់គេម្នាក់ទៀតដែលមិនបានធ្វើពិធីបោកចាននិងបោកកាទៅតាមទំនៀមទម្លាប់តាំងពីបុរាណប៉ុន្តែបងប្រុសរបស់គេក៏នៅតែបដិសេធនិងឆ្លោះប្រកែកជាមួយនឹងប្អូនចំពោះរឿងនេះដដែលគាត់មិនជឿរឿងរ៉ាវបែបជំនឿទាំងអស់នឹងនោះទេបន្ទាប់ពីឆ្លោះគ្នារួចហើយពួកគេក៏បានទៅគេងរៀងខ្លួនដោយណូរីគឺគេងយាមសពម្ដាយរបស់នាងលុះដល់ពេលដែលនាងភ្ញាក់ដឹងខ្លួនរាំងយប់តាមពិតវាគ្រាន់តែជាការយកសពរបស់នាងតែប៉ុណ្ណោះប៉ុន្តែអ្វីដែលចម្លែកមុខម្ដាយរបស់នាងបែរជាបែរមកមើលនាងដូច្នេះនាងក៏បានតម្រង់ឲ្យត្រង់វិញព្រមទាំងបានយកស្បែកក្រោបផងដែរងាកមកសេសានៅវិញគាត់ពិតជាមានការ stress ជាខ្លាំងបន្ទាប់ពីរឿងរ៉ាវត្រូវបានកើតឡើងចំពោះគ្រួសាររបស់គាត់ហើយនៅពេលនោះគាត់គឺបានឃើញខ្មោចម្ដាយរបស់គាត់ឈរនៅលើស្ពានមិនត្រឹមតែម្ដាយរបស់គាត់នោះទេគាត់ថែមទាំងបានឃើញខ្មោចពុតរបស់គាត់ឈរនៅម្ខាងនៃស្ពានថែមទៀតប៉ុន្តែនៅពេលដែលគាត់ព្យាយាមមើលម្ដងទៀតបែរជាបាត់ទៅវិញឃើញថាមិនស្រួលគាត់ក៏បានប្រញាប់ជិះម៉ូតូត្រឡប់មកផ្ទះព្រមទាំងបានលេបថ្នាំងងុយគេងថែមទៀតមិនយូរប៉ុន្មានគាត់ក៏បានទន់ភ្នែកនិងគេងលក់បាត់ទៅដល់ពេលវេលាព្រឹកថ្ងៃទី4ក៏បានចូលមកដល់ពួកគេបានយកសាកសពម្ដាយរបស់ខ្លួនដើម្បីទៅបញ្ចុះឲ្យបានត្រឹមត្រូវពេលដែលត្រឡប់មកវិញយ៉ាន់ដាក៏បានប្រាប់ថាលោកមេភូមិបានឲ្យសេដ្ឋានរបស់គ្រូអាគមដ៏ខ្លាំងពូកែម្នាក់មកឲ្យពួកគេដើម្បីឲ្យជួយបងប្រុសរបស់គេសេសានឹងឯងបន្ទាប់ពីទទួលបានអាសេដ្ឋាននេះហើយពួកគេក៏បានសម្រេចចិត្តថានាំគ្នាទៅរកគ្រូអាគមអ្នកនោះដើម្បីឲ្យជួយតែម្ដងទៅចំណែកឯសេសានៅវិញគឺគាត់បានគេងលក់នៅក្នុងបន្ទប់របស់គាត់តែម្នាក់ឯងប៉ុន្តែសុកនៅពេលនោះមួយបានបាត់យ៉ាងខ្លាំងដែលធ្វើឲ្យគាត់ត្រូវបានភ្ញាក់ឡើងពីគេងភ្លាមតែម្ដងហើយគាត់ក៏បានឃើញម្ដាយរបស់គាត់តាមកញ្ចក់នៅខាងក្រៅខ្នងរបស់គាត់ប៉ុន្តែនៅពេលដែលគាត់ងាកមើលទៅបែរជាមិនបានឃើញអ្វីទាំងអស់ទៅវិញហើយនៅថ្ងៃនេះផងដែរគាត់មានអារម្មណ៍ថាត្រជាក់ចម្លែកខុសពីធម្មតាហើយគាត់ក៏បានចូលទៅក្នុងបន្ទប់ម្ដាយរបស់គាត់ក៏មិនបានឃើញប្អូនរបស់គាត់នៅទីនោះមិនត្រឹមតែប៉ុណ្ណោះគាត់ក៏បានឃើញស្នាមដែលដង្ហើមត្រូវបានដាច់ធ្លាក់ចុះមកនោះបន្ទាប់មកគាត់ក៏បានដើរចេញទៅវិញហើយក៏បានជួបជាមួយនឹងអាចារ្យគាត់ក៏បានសួរអំពីរឿងរ៉ាវមួយនេះមិនត្រឹមតែប៉ុណ្ណោះគាត់ក៏បានសួរនាងថាតើហេតុអ្វីបានជានាងពាក់ខោអាវខ្លីបែបនេះតើមិនរងាទេអីប៉ុន្តែអាចារ្យបានប្រាប់ថាគឺនាងមិនរងានោះទេផ្ទុយទៅវិញនាងថែមទាំងក្តៅសថែមទៀតលឺអញ្ចឹងគាត់ពិតជាឆ្ងល់ខ្លាំងមែនទែនព្រោះឯនៅពេលនេះគឺគាត់រងាស្ទើរតែស្លាប់ទៅហើយបន្ទាប់មកគាត់ក៏បានសួរអំពីបងប្អូនរបស់គាត់ទាំងពីរនាក់ថាតើពួកគេទៅណាប៉ុន្តែអាចារ្យប្រាប់ថានាងមិនដឹងនោះទេពួកគេបានចេញទៅបាត់តាំងពីព្រឹកដោយមិនបានប្រាប់នាងសូម្បីតែមួយម៉ាត់ដូច្នេះគាត់គឺជាអ្នកនៅទទួលភ្ញៀវដែលមកសូត្រពិធីបុណ្យសពម្ដាយរបស់គាត់ចំណែកឯពួកគេគឺបានមកដល់ផ្ទះរបស់លោកគ្រូអាគមដែលលោកមេភូមិបានណែនាំមកនោះដំបូងឡើយគឺនូរីមិនហ៊ានចូលនោះទេដោយសារតែឃើញថាវាដូចជាមិនសូវស្រួលប៉ុន្តែអ្នកគ្រូក៏បានបើកទ្វារចេញមកដោយសារតែបាត់ប្អូនមួយថ្ងៃមិនឃើញទាល់តែសោះដល់យប់ស្មើនេះទៅហើយមិនទាន់មកទៀតគាត់ក៏បានទៅសួរអាចារ្យមើលអាចារ្យប្រាប់ថាពួកគេបានចេញទៅដោយមិនប្រាប់នាងនោះទេហើយនាងក៏មិនដឹងថាពួកគេទៅណាដែរភ្លាមនោះគាត់ក៏បាននឹកឃើញថាមុនពេលដែលប្អូនគាត់ចេញទៅចាប់អារម្មណ៍ថាគាត់បានឃើញលោកមេភូមិតែងតែព្យាយាមធ្វើការបញ្ចុះបញ្ចូលទៅលើប្អូនរបស់គាត់ច្បាស់ជាប្អូនរបស់គាត់ទៅធ្វើអ្វីមួយដែលលោកមេភូមិប្រាប់ជាមិនខានពួកគេគឺពិតជាបានមកជួបជាមួយនឹងគ្រូអាគមយ៉ាងពិតប្រាកដមែនដោយប្រាប់ថាបងប្រុសរបស់ពួកគេនឹងគឺមិនបានធ្វើពិធីបោកច័ន្ទនិងបោកកាក់នោះទេបន្ទាប់ពីពុករបស់ពួកគេនឹងត្រូវបានស្លាប់នៅថ្ងៃអង្គារឃ្លីវូប៉ុន្តែអ្នកគ្រូបានធ្វើការបដិសេធដោយមិនអាចជួយបាននោះទេងាកមកកាន់សេសានៅវិញគាត់ក៏បានចូលទៅក្នុងបន្ទប់ប្អូនស្រីរបស់គាត់នៅពេលនោះបានឃើញមានគ្រាប់ភ្នែកនៅខាងក្រោមគ្រែប៉ុន្តែគាត់មើលម្ដងទៀតបែរជាមិនបានឃើញអ្វីទាំងអស់ទៅវិញបន្ទាប់មកគាត់ក៏បានបើកភ្លើងពិលដើម្បីបញ្ចាំងមើលខាងក្រោមគ្រែនោះពីនោះក៏ស្រាប់តែគាត់បានរកឃើញនៃរបស់មួយយ៉ាងឃើញបែបនេះគាត់ក៏បានថតវាផ្ញើទៅឲ្យប្អូនស្រីរបស់គាត់ដើម្បីប្រាប់ថាតើនេះគឺជារបស់អ្វី
តាមពិតវាគឺជារបស់ម្យ៉ាងដែលត្រូវបានគេយកទៅខ្ចប់ជាមួយនឹងដីកប់សពពេលនោះបង្អួចក៏ត្រូវបានបើកធ្វើឲ្យសេសាគាត់ភ័យស្ទើរតែលួសព្រលឹងទៅហើយគាត់ឆ្ងល់ថាតើអ្នកណាគេគឺជាអ្នកបើកបង្អួចមួយនេះដូច្នេះគាត់ក៏បានដើរទៅជិតបង្អួចដើម្បីធ្វើការពិនិត្យមើលប៉ុន្តែគាត់បែរជាបានឃើញខ្មោចនៅពីក្រោយខ្នងរបស់គាត់ទៅវិញបន្ទាប់មកគាត់បានលើសំឡេងឪពុករបស់គាត់ហៅឈ្មោះរបស់គាត់ហើយក៏បានដើរចេញទៅនៅពេលដែលឃើញបែបនេះគាត់ក៏បានប្រញាប់រត់តាមឪពុករបស់ខ្លួនចំណែកឯអាចាំងនៅវិញក៏ចាប់អារម្មណ៍ដឹងថាពេលនេះសេសាគឺបានបាត់ខ្លួនពីផ្ទះបាត់ទៅហើយដូច្នេះនាងបានប្រញាប់ខលទៅកាន់នូរីដើម្បីប្រាប់អំពីដំណឹងមួយនេះបន្ទាប់ពីបានដឹងថាបងប្រុសរបស់ខ្លួនបាត់ខ្លួននាងក៏បានបើកទូរស័ព្ទមើលហើយក៏បានឃើញរូបភាពដែលបងបានផ្ញើមកដូច្នេះនាងក៏បានប្រញាប់សុំលាអ្នកគ្រូត្រឡប់ទៅវិញស្របពេលដែលសេសាគាត់គឺបានរត់តាមឪពុករបស់គាត់ចូលមកដល់ក្នុងព្រៃប៉ុន្តែគ្មានភ្លើងបំភ្លឺនោះទេគឺមានតែឈើគូសដែលគាត់បានយកមកតាមខ្លួនរបស់គាត់តែប៉ុណ្ណោះពេលបែបនេះគាត់ក៏បានប្រញាប់រត់ចាក់ចេញពីទីនេះត្រឡប់ទៅផ្ទះរបស់គាត់វិញតែម្ដងទៅប៉ុន្តែគាត់បែរជារត់ជន់ជាមួយនឹងអន្ទាក់ដែលគេបានដាក់វាគឺជាដែកដ៏មុតស្រួចងាកមកកាន់ពួកគេទាំងពីរនាក់បាននាំគ្នាប្រញាប់ត្រឡប់មកផ្ទះវិញភ្លាមៗបន្ទាប់ពីទទួលដំណឹងថាបងប្រុសគឺត្រូវបានបាត់ខ្លួនងាកមកកាន់សេសាគាត់ព្យាយាមដោះអង្គប់នោះចេញដើម្បីរត់ចាក់ចេញពីទីនេះបន្ទាប់ពីគាត់ដោះរួចហើយគាត់ក៏បានវាមកកាន់ផ្លូវដើម្បីសុំឲ្យគេជួយងាកមកអាចារ្យនាងក៏បានយកដំណឹងមួយនេះប្រាប់ទៅកាន់លោកមេភូមិហើយលោកមេភូមិក៏បាននាំគ្នាជាច្រើនមកតាមរកសេសានៅក្នុងព្រៃប៉ុន្តែគឺរកគាត់មិនឃើញទាល់តែសោះងាកមកកាន់សេសាគឺគាត់បានមកជួបជាមួយនឹងរថយន្តដឹកបន្លែមួយហើយក៏បានសុំគេជិះទៅជាមួយតែម្ដងទៅរថយន្តដឹកបន្លែនោះក៏បានដឹកគាត់មកទម្លាក់នៅមន្ទីរពេទ្យមួយកន្លែងប៉ុន្តែនៅពេលដែលគាត់ចូលមកដល់ដូចជាមិនបានឃើញមានគ្រូពេទ្យនៅទីនេះទាល់តែសោះហើយដោយសារតែគាត់មានអារម្មណ៍ថាត្រជាក់និងរងាខ្លាំងពេកគាត់ក៏បានឡើងទៅដេកនៅលើគ្រែពេទ្យពេលនោះស្រាប់តែគាត់បានឃើញថាឪពុករបស់គាត់គឺជាអ្នកអូគាត់បន្ទាប់មកគាត់ក៏បានសន្លប់បាត់ស្មារតីតែម្ដងលុះដល់ពេលដែលគាត់ភ្ញាក់ដឹងខ្លួនឡើងមកវិញម្ដងទៀតបានឃើញថាគាត់ត្រូវបានគេយកមកដាក់នៅកន្លែងដង្កល់សាកសពភ្លាមនោះស្រាប់តែសាកសពទាំងអស់នោះចាប់ផ្ដើមក្រោកឡើងមករកគាត់ហើយមិនត្រឹមតែប៉ុណ្ណោះវាក៏បានបែបមករកគាត់ថែមទៀតដោយសារតែឃើញបែបនេះធ្វើឲ្យគាត់ភ័យខ្លាំងពេកគាត់បានព្យាយាមរត់ចុះដែលជាហេតុធ្វើឲ្យគាត់ធ្លាក់ជង់ជាមួយនឹងដែកមួយហើយក៏បានស្លាប់បាត់បង់ជីវិតនៅក្នុងពេលហ្នឹងតែម្ដងទៅចំណែកពួកគេទាំងពីរនាក់នៅពេលដែលមកដល់ហ្នឹងត្រូវបានអាចាំងប្រាប់ពីដំណើររឿងដែលបានកើតឡើងស្របពេលដែលលោកមេភូមិគឺត្រូវបានទូរស័ព្ទមួយខលចូលមកកាន់គាត់គឺខាងមន្ទីរពេទ្យគឺសេសានៅឯមន្ទីរពេទ្យឯណោះដូច្នេះពួកគេក៏បានប្រញាប់នាំគ្នាមកកាន់មន្ទីរពេទ្យភ្លាមប៉ុន្តែជាអកុសលសេសាត្រូវបានស្លាប់បាត់បង់ជីវិតបាត់ទៅហើយដោយលោកគ្រូពេទ្យប្រាប់ថាសេសាត្រូវបានគេរកឃើញនៅក្នុងមន្ទីរពេទ្យនៅខាងក្រោយឯណោះហើយគាត់គឺត្រូវបានស្លាប់ដោយសារតែបាត់បង់ឈាមច្រើនពេកពួកគាត់ព្យាយាមបញ្ចូលឈាមឲ្យដែរប៉ុន្តែគឺមិនអាចជួយសង្គ្រោះទាន់ពេលវេលានោះទេទឹកនៃថ្ងៃទី5ក៏បានចូលមកដល់គឺជាថ្ងៃដែលពួកគេយកសាកសពរបស់សេសាទៅបញ្ចុះពួកគេទាំងពីរអ្នកបងប្អូនពិតជាមានការសោកសៅជាខ្លាំងមិនគួរណាពួកគេមិនអាចជួយបងរបស់គេបានទាល់តែសោះដូច្នេះអាចារ្យក៏បានមកធ្វើការលួងលោមទៅកាន់នូរីព្រោះកំហុសមួយនេះមិនមែនជាកំហុសរបស់ពួកគេនោះទេប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយក៏ពួកគេនៅតែមានអារម្មណ៍ថាសោកសៅដែលមិនអាចជួយបងប្រុសរបស់ខ្លួនឯងបានពួកគេមានការស្ដីបន្ទោសទៅលើខ្លួនឯងជាខ្លាំងហើយនៅក្នុងយប់នឹងផងដែរនូរីមានអារម្មណ៍ថារងាយចម្លែកខុសពីធម្មតាដូច្នេះនាងក៏បានចូលទៅក្នុងបន្ទប់វិញដើម្បីយកអាវយកមកពាក់ពេលលើបន្ថែមទៀតបន្ទាប់មកនាងក៏បាននឹកឃើញថាមុនពេលដែលបងប្រុសរបស់នាងត្រូវបានស្លាប់គឺគាត់រងាយបែបនឹងឯងម្ដាយរបស់នាងក៏អញ្ចឹងដែរគាត់ក៏រងាដូចជាបងប្រុសរបស់នាងដែរជាពិសេសម្ដាយរបស់នាងបាននិយាយថាគាត់នឹងមកយកពួកគេទៅទាំងអស់គ្នាបន្ទាប់មកនាងក៏បានឃើញថាមានរបស់មួយនៅខាងក្រោមគ្រែដូច្នេះនាងក៏បានយករបស់នេះយកទៅឲ្យអ្នកគ្រូអាគមនោះមើលអ្នកគ្រូនោះក៏បានសួរថាតើមានរបស់នេះតាំងពីពេលណាមកប៉ុន្តែពួកគេពិតជាមិនដឹងថាតើរបស់នេះចូលទៅក្នុងផ្ទះរបស់ពួកគេតាំងពីពេលណាមកនោះទេរបស់នេះគឺជារបស់ម្យ៉ាងដែលគេធ្វើអំពើដាក់ទៅលើវាហើយនៅក្នុងនេះគឺជាដីកប់សពនឹងឯងអញ្ចឹងមានន័យថាឪពុករបស់ពួកគេស្លាប់គឺពាក់ព័ន្ធជាមួយនឹងរបស់មួយនេះដូច្នេះគាត់ក៏បានធ្វើពិធីម្យ៉ាងគឺជាពិធីបញ្ជានៃការស្លាប់គឺជាការធ្វើឲ្យអំពើដែលអ្នកបានធ្វើមកលើគ្រួសាររបស់ពួកគេនឹងគឺត្រឡប់ទៅរកម្ចាស់ដែលធ្វើអំពើនោះវិញដូច្នេះគាត់បានយកឈាមរបស់ពួកគេទាំងពីរនាក់ដាក់បញ្ចូលគ្នាបន្ទាប់មកគាត់ក៏បានចាប់ផ្ដើមធ្វើពិធីតែម្ដងហើយអំពើមួយនេះវាក៏ចាប់ផ្ដើមរត់ទៅរកអ្នកដែលធ្វើអំពើដាក់គ្រួសាររបស់ពួកគេហ
ហើយបើពិធីនេះមិនទាន់បានបញ្ចប់ពួកគេគឺមិនអាចក្រោកចេញពីក្នុងដីនេះបានឡើយគាត់ក៏បានបន្តនៅការធ្វើពិធីនេះបន្តទៅទៀតប៉ុន្តែមើលទៅនារីគឺហាក់ដូចជាមិនអាចទ្រាំបាននោះទេចំណែកអំពើនោះវិញក៏ចាប់ផ្ដើមមករកម្ចាស់វាគឺជាប្អូនថ្លៃរបស់គាត់នឹងឯងគឺជាអ្នកធ្វើអំពើដាក់គ្រួសាររបស់ពួកគេភ្លាមនោះគាត់ក៏បានប្រញាប់រត់ទៅបិទទ្វារបិទបង្អួចព្រោះអីនៅពេលនេះភ្លៀងធ្លាក់ខ្លាំងមែនទែនបន្ទាប់មកក៏ស្រាប់តែគាត់បានឃើញវិញ្ញាណខ្មោចចូលនៅក្នុងផ្ទះរបស់គាត់ហើយគាត់ក៏បានចង្អុលស្ដីវាហេតុអ្វីបានជាមករកគាត់បែបនេះទៅវិញប៉ុន្តែនៅទីបំផុតគាត់ក៏ត្រូវបានខ្មោចនោះសម្លាប់គាត់ដូចជាបងថ្លៃរបស់គាត់ដែរបន្ទាប់មកវាក៏បានត្រឡប់មករកនារីម្នាក់ទៀតដែលជាហេតុធ្វើឲ្យនាងឃើញវាហើយគឺនាងមិនអាចទ្រាំបាននោះទេនាងក៏បានក្រោករត់ចេញពីការធ្វើពិធីតែម្ដងហើយខ្មោចនោះក៏បានរត់មកតាមនាងរហូតធ្វើឲ្យនាងសន្លប់បាត់ស្មារតីហើយសាច់រឿងក៏បានឲ្យយើងឃើញថាការពិតទៅអាចាំងគឺជាកូនរបស់ប្អូនថ្លៃរបស់គាត់ដោយគាត់បានសុំឲ្យអាចាំងនៅជាមួយនឹងគ្រួសាររបស់ពួកគាត់នឹងឯងប៉ុន្តែនៅពេលដែលអាចាំងនៅជាមួយនឹងគាត់គឺបានត្រឹមតែជាអ្នកបម្រើតែប៉ុណ្ណោះធ្វើឲ្យនាងគឺមិនសប្បាយចិត្តនោះទេព្រោះអីពួកគេគឺសិតតែរៀនបានខ្ពង់ខ្ពស់ប៉ុន្តែនាងត្រូវបានពូរបស់នាងទុកត្រឹមតែជាអ្នកបម្រើអញ្ចឹងហើយបានជាឪពុករបស់នាងធ្វើពិធីដើម្បីសម្លាប់គ្រួសារបងថ្លៃរបស់ខ្លួនឯងតែម្ដងទៅដោយបានយករបស់មួយនឹងដាក់ទៅក្រោមគ្រែរបស់ពួកគេម្នាក់មួយដើម្បីឲ្យពួកគេស្លាប់ម្ដងម្នាក់ងាកមកកាន់នារីនេះវិញគឺត្រូវបានអ្នកគ្រួគុំអ្នកនឹងទៅរកនាងឃើញបន្ទាប់មកធ្វើពិធីឲ្យនាងម្ដងទៀតចំណែកឯអាចាំងក៏បានយកសេះរបស់លោកពូរបស់នាងចេញពីទីនេះព្រោះឲ្យវាជាសេះសំណប់ចិត្តរបស់ពូរបស់នាងប៉ុន្តែជាអកុសលសេះនោះបែរជាផ្អើលហើយក៏បានតាក់ខ្សែជាមួយនឹងជើងរបស់នាងនិងអូសនាងចូលទៅក្នុងព្រៃនៅទីបំផុតនាងក៏ត្រូវបានបុកជាមួយនឹងឈើស្រួចស្លាប់បាត់បង់ជីវិតបាត់ទៅងាកមកកាន់នារីនេះវិញក៏ត្រូវបានធ្វើពិធីបានសម្រេចដូច្នេះខ្មោចនោះគឺមិនបានមកយកនាងនោះទេបន្ទាប់មកពួកគេទើបដឹងថាការពិតទៅឪពុករបស់ពួកគេមានការគុំគួនជាមួយនឹងលោកមេភូមិគិតថាលោកមេភូមិមានបំណងមិនល្អមកលើគ្រួសាររបស់ពួកគេប៉ុន្តែផ្ទុយទៅវិញលោកមេភូមិគឺជាមនុស្សល្អហើយថែមទាំងបានជួយគ្រួសាររបស់ពួកគេថែមទៀតដោយសារតែលោកមេភូមិទើបពួកគេមានជីវិតរស់នៅមកដល់ពេលនេះប៉ុន្តែយ៉ាងណានៅតែមិនច្បាស់ថាការដែលរួចរស់ជីវិតរបស់ពួកគេដោយសារតែពួកគេបានធ្វើពិធីបោកចាននិងបោកកាក់ឬក៏ដោយសារតែពួកគេបានត្រូវបានគ្រូអាគមស្រីម្នាក់នោះធ្វើពិធីជួយទៅដល់ពួកគេប៉ុន្តែការពិតទៅគ្រូអាគមស្រីម្នាក់នោះគឺជាកូនចៅរបស់លោកមេភូមិនោះទេលោកមេភូមិបានប្រើល្បិចមួយនេះឲ្យពួកគេមករកនាងហើយការពិតគាត់គឺពិតជាសត្រូវរបស់គ្រួសាររបស់ពួកគេពិតមែនចឹងមានន័យថាពួកគេទាំងពីរនាក់គឺមិនទាន់រួចផុតពីគ្រោះថ្នាក់នៅឡើយ